យើងធ្វើសាប៊ូលើសាប៊ូខ្ញុំកំពុងតែមានការគ្រប់គ្រងពីអតិថិជនច្រើនដោយសារថាសាប៊ូនឹងប្រើទៅវាជួយឲ្យស្បែកភ្លឺហើយស្បែកភ្លឺគឺយើងដើម្បីរក្សានៅគុណភាពដើមហើយវាធម្មជាតិនឹងមានថាយើងប្រើនឹងពពួកប្រេងដែលសម្បូរទៅដោយវីតាមីន C បាទខ្ញុំសូមជម្រាបសួរខ្ញុំបាទឈ្មោះប៉ែនពូលីជាម្ចាស់សហគ្រាសពេញហរតីបាទផលិតផលពូបានបើកតាំងពីឆ្នាំ2020រហូតដល់2025មានថាយើងបានបើករយៈពេល5ឆ្នាំហើយបាទសម្រាប់ទីតាំងផលិតផ្ទាល់គឺនៅខេត្តបាត់ដំបងនៅស្រុកកំរៀងបានជាពូចាប់ផ្ដើមចាប់យកអាជីវកម្មជាអ្នកផលិតនេះពូចង់បង្ហាញពីសមត្ថភាពនៃការផលិតរបស់ពូហ្នឹងហើយដោយសារតែយើងចេះផលិតចេះអីយ៉ាងផងអញ្ចឹងណាបាទយើងមិនចេះគ្រប់គ្រាន់ទេតែគាត់ថាយើងចេះខ្លះអញ្ចឹងយើងនឹងរៀនបន្តទៀតហើយយើងចេះផលិតហើយចង់បង្ហាញប្រាប់ថាខ្មែរធ្វើបានតែដើម្បីយើងធ្វើបានក៏ទាមទារឲ្យយើងនឹងដូចថាជំនះរាល់ឧបសគ្គជាច្រើនអញ្ចឹងឯងបានសហគ្រាសពូដាក់ឈ្មោះថាពេញហរតីហើយនិមិត្តសញ្ញាផ្ទាល់ខ្លួនរបស់ពូគឺរូបអប្សរាពូបានជ្រើសរើសយករូបអប្សរាមួយកំណត់ខ្លួនលើកម្រាមដៃស្ដាំឡើងក្នុងទម្រង់សិល្បៈរបាំស្លឹកលាស់ត្រួយខ្ចីដែលជាអត្តសញ្ញាណរបស់ជាតិផងហើយក៏ជាអត្តសញ្ញាណនៃផលិតផលរបស់សហគ្រាសពេញហត្ថីផងដែរសម្រាប់អាជីវកម្មរបស់ពូបច្ចុប្បន្នគឺយើងចាប់ដើមដំបូងគឺយើងមានផលិតផលដែលកែច្នៃពីសក្រីខ្មៅបាទអញ្ចឹងកាលណាពូធ្វើវាតែមួយមុខហាក់បីដូចជាសិប្បកម្មមួយហើយមកធ្វើមុខវាតិចពេកក៏យើងកែច្នៃជាតែផ្កាសក្រីនឹងជាលក្ខណៈពិសេសរបស់វាតើថាមួយឆ្នាំវាផ្កាម្ដងសក្រីហ្នឹងយើងធ្វើដំបូងយើងជួបបញ្ហាតើថាពេលខ្លះសក្រីមួយឆ្នាំវាផ្កាម្ដងវាផ្កាមកវាអត់គ្រប់តម្រូវការអតិថិជនអញ្ចឹងបានយើងបង្កើតតែសក្រីខ្ចីខ្មៅទៀតព្រោះសក្រីតែ3ខែវាលាស់កាត់3ខែវាលាស់ទៀតអញ្ចឹងអាហ្នឹងមិនចេះខ្វះទេយើងធ្វើគ្រប់តម្រូវការអតិថិជនបានយើងក៏បង្កើតសាប៊ូមួយទៀតគឺសាប៊ូប្រេងសក្រីហ្នឹងបានយើងចាប់បានធ្វើជាសាប៊ូសក្រីប្រេងសក្រីធ្វើសាប៊ូប្រេងរមៀតធ្វើសាប៊ូប្រេងពន្លៃនិងធ្វើសាប៊ូប្រេងរុក្ខជាតិឱសថហើយថ្មីនេះយើងកំពុងសិក្សាបន្ថែមទៀតយើងមាន simple ខ្លះហើយបណ្ដៃខ្ញុំកែសម្រួលយើងនឹងធ្វើសាប៊ូកក់សក់មួយទៀតរឿងការធ្វើផលិតផលនេះបើយើងនិយាយឲ្យស្រួលវាស្រួលតែមិនស្រួលដូចយើងនិយាយពេលខ្លះឃើញថាងាយដូចជាទឹកអប់ប្រេងសក្រីគាត់ចម្រាញ់មកលក់បានណាមែនទេហ្នឹងហើយប៉ុន្តែបើយើងឆ្លងកាត់ពីការតាំងពីការដាំដុះដើម្បីឲ្យទឹកអប់នឹងមានគុណភាពយ៉ាងយើងតាក់ទងតាំងពីការដាំមកទៀតអញ្ចឹងដើម្បីទទួលបានក្លិននឹង 100% ហើយល្អគឺយើងត្រូវដាំឲ្យបានល្អថែទាំឲ្យបានល្អមានថាត្រូវពលឺគ្រប់គ្រាន់ស្រោចទឹកឲ្យបានល្អកុំឲ្យមានសារអាហ្នឹងជាផលបាក់ដែលក្មួយសួរថាតម្រាំបានឃើញទេតែបើគិតមកពីការពិបាកគឺវាពិបាកអញ្ចឹងតម្រាំតែយើងយកទៅចម្រាញ់ហើយយើងចម្រាញ់នៅរក្សាគេហៅថាបុរាណនិងរូបមន្តបុរាណអញ្ចឹងយើងហ្នឹងយើងចំហុយយើងអីបិទដូចយើងបិទស្រាដែរតែគុណភាពគឺយើងទទួលបាន 100% ដែលអតិថិជនតែងតែគ្រប់គ្រងហើយផ្ដល់ទំនុកចិត្តមកឲ្យទឹកអប់រយន្តប្រេងសក្រីនឹងហើយក៏លក់ដាច់លើទីផ្សារជាងគេដែរយើងធ្វើសាប៊ូលើសាប៊ូខ្ញុំកំពុងតែមានការគ្រប់គ្រងពីអតិថិជនច្រើនដោយសារថាសាប៊ូនឹងប្រើទៅវាជួយឲ្យស្បែកភ្លឺហើយស្បែកភ្លឺគឺយើងដើម្បីរក្សានៅគុណភាពដើមហើយវាធម្មជាតិនឹងមានថាយើងប្រើនឹងពពួកប្រេងដែលសម្បូរទៅដោយវីតាមីន C អញ្ចឹងពពួកប្រេងថ្លៃហើយភាគច្រើនខ្មែរយើងអត់សូវមានដែរយើងកំងទិញពីបរទេសដែលពិភពគ្រឿងសម្អាងពិភពលោកគេប្រើអញ្ចឹងដែលយើងដាក់តំណក់ប្រេងនឹងចូលទៅវាជួយឲ្យស្បែកភ្លឺនិយាយទៅក្រៅពីយើងលក់ក្នុងស្រុកយើងបានដែលខ្ញុំចេះនិយាយថាលក់ទៅក្រៅប្រទេសហ្នឹងគឺមិនមែនខ្ញុំយកទៅលក់ទេពួកខ្ញុំជាសហគ្រិនខ្នាតតូចមិនទាន់មានសិទ្ធិបំណងចេញទេប៉ុន្តែពួកគាត់បានប្រើបងប្អូនគាត់នៅស្រុកខ្មែរមិត្តភក្តិគាត់បានមកលេងអញ្ចឹងគាត់ទិញដល់ពេលយកទៅគាត់ប្រើត្រូវក៏ផ្ដាំបញ្ញាទិញឲ្យតែមានមិត្តភក្តិគាត់មកគាត់ផ្ដាំបញ្ញាគ្នាអញ្ចឹងបាទគាត់អាចតាក់ទងតាមរយៈ page ខ្ញុំគឺឈ្មោះ page ពេញហរតីប៉ែនTelegram នេះ081364 ហើយលើសពីនេះទៀតយើងបានលក់ទៅតាមសាខាមួយចំនួនដូចជាការ៉ាលៀងឡានហើយមួយរយៈនេះសាប៊ូឃើញខាងដែលម៉ាតូចមួយចំនួនគាត់ក៏ទិញយកទៅលក់ពិសេសគឺឱសថឋានរងបាទគាត់ចាប់ដើមតែចាយឥឡូវនេះយើងចាប់ដើមពីចំណុចតូចមួយប៉ុន្តែគោលបំណងគឺចង់คล้ายទៅជាសិប្បកម្មដែលឈានមុខមានថាស្តង់ដារហើយឈានមុខទៀតយើងបានដាក់ចិត្តឲ្យហើយទៅថ្ងៃមុខយើងនឹងផលិតនៅផលិតផលថ្មីជាច្រើនទៀតអញ្ចឹងដោយសារតែកាលពីមុនឡើងគូបានទទួលការលើកទឹកចិត្តពីក្រសួងឧស្សាហកម្មតាមរយៈមន្ទីរឧស្សាហកម្មដែលខ្ញុំជា
40 កម្មឆ្នាំផងគាត់ឲ្យ boot មួយគាត់ឲ្យ stong មួយនៅមាត់ទន្លេយើងហ្នឹងណាអញ្ចឹងរៀងរាល់ចុងសប្តាហ៍សៅរ៍អាទិត្យចាប់ពីម៉ោង 9 រហូតដល់ម៉ោង 10 ហើយកន្លែង boot ខ្ញុំហ្នឹងគឺចិត្តនឹងធនាគារ ABA អញ្ចឹងអតិថិជនទាំងអស់គាត់អាចអញ្ជើញទៅទទួលការតេស្តឬជ្រើសរើសផលិតផលរបស់ខ្ញុំទាំងអស់នៅទីនោះបានហើយអរគុណខ្លាំងមែនទែនដល់អតិថិជនពេញហាក់អតិទាំងអស់ដែលតែងតែផ្ដល់ទំនុកចិត្តនិងគាំទ្រប្រើឲ្យប្រើទៀតអញ្ចឹងអ្នកដែលអត់បានស្គាល់ច្រើនអញ្ចឹងខ្ញុំសំណូមពរសូមឲ្យពួកគាត់សាក់លបងប្រើផលិតផលខ្មែរពិសេសគឺសាប៊ូក៏ល្អខ្លាំងបាទខ្ញុំសូមផ្ដាំថាបើសិនជាគាត់ចាប់អារម្មណ៍ហើយចង់បើកគឺឲ្យបដោតទៅលើការផលិតហ្នឹងទៅគាត់នឹងជោគជ័យ